ឥឡូវខ្ញុំនឹងប្រាប់វិធីដើម្បី copy TikTok កុំឲ្យជាប់ watermark ឥឡូវយើងចង់បានវីដេអូដែលយើងចង់ copy ចង់ download យើងក៏ចុច copy link វាមកបន្ទាប់មកយើងចូលទៅ Telegram ដើម្បី search រកកម្មវិធីមួយ TikTok download manager បន្ទាប់មកយើង join link មកយើងផាសទៅលើ link ហ្នឹងមកបន្ទាប់មកវាដំណើរការចាប់ផ្ដើម download វីដេអូដែលយើងចង់ download ឲ្យយើងឯងតទៅទៀតយើងក៏បានវីដេអូដែលអត់មាន watermark យើងក៏ចុច click លើវាហើយយើងចុច save to photo មកអូខេហើយអញ្ចឹងយើងចូលទៅយកទៅរកវីដេអូហ្នឹងអញ្ចឹងវីដេអូយើងនៅក្នុង photo នេះដល់ photo ấy នេះវីដេអូដែលយើងទទួលបានគឺអត់មាន watermark ទេអញ្ចឹងយើងអាចយកវាទៅប្រើបានហើយអរគុណ